លោកស្រីសុភ័ក្រអភិបាលរងខេត្តកំពង់ចាមបានមានប្រសាសន៍ថាសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារបង្កើនប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្រក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់អាយុធមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ចាមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅអនុវត្តការងារឆ្នាំ2026របស់គណៈកម្មាធិការដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ចាមដែលរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្តនាព្រឹកថ្ងៃទី8ខែមករាឆ្នាំ2026នេះលោកស្រីសុភ័ក្រអភិបាលរងខេត្តកំពង់ចាមបានមានប្រសាសន៍ថាសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារបង្កើនប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្រលោកស្រីសុភ័ក្រអភិបាលរងខេត្តបានមានប្រសាសន៍បន្តថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ដោតលើការពង្រឹងសមត្ថភាពការកែលម្អផលិតភាពការចូលរួមដំណើរការហិរញ្ញវត្ថុនិងការផ្លាស់ប្ដូរទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមលក្ខណៈសមស្របដោយយុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់ការគាំពៀនិងការពង្រឹងសមត្ថភាពផលិតភាពនិងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីធានាបាននូវភាពធន់ភាពប៉ាន់ប្រមាណបាននិងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ចពាណិជ្ជកម្មការវិនិយោគនិងការប្រកបអាជីវកម្មមុខរបរនិងការងារចិញ្ចឹមជីវិតនៅកម្ពុជាលោកអភិបាលរងខេត្តបានគូបញ្ជាក់ថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងពិនិត្យនិងវាយតម្លៃលទ្ធផលការងារដែលទទួលបានព្រមទាំងបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តយុទ្ធសាស្ត្រជាតិនៅក្នុងខេត្តកំពង់ចាមជាពិសេសគឺការតាមដានលទ្ធផលនៃការស្រង់ស្ថិតិអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រដ្ឋបាលក្រុងស្រុកដែលទទួលបានការណែនាំនិងការដាក់ចេញកាលពីកិច្ចប្រជុំលើកមុនយកឱកាសនោះដែរលោកអភិបាលរងខេត្តក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងស្រុកសូមលើកឡើងនៅបញ្ហាប្រឈមការលំបាកនិងបទពិសោធន៍ជាក់ស្ដែងដែលបានជួបប្រទះក្នុងដំណើរការស្រង់ស្ថិតិអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីឲ្យលេខាធិការដ្ឋាននិងមន្ទីរអង្គភាពពាក់ព័ន្ធអាចរួមគ្នាពិភាក្សាស្វែងរកដំណោះស្រាយសមស្របនិងអនុវត្តបានកាន់តែប្រសើរឡើងបន្ថែមទៀតនាពេលអនាគតជាមួយគ្នានោះសូមឲ្យមន្ទីរពាក់ព័ន្ធគ្រប់វិស័យនិងរដ្ឋបាលក្រុងស្រុកសូមចូលរួមឲ្យបានសកម្មក្នុងការចោះស្រង់និងប្រមូលស្ថិតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យរៀងៗខ្លួនសម្រាប់បង្កើតជាមូលដ្ឋានទិន្នន័យមួយច្បាស់លាស់និងត្រឹមត្រូវពិតប្រាកដផងដែរ